Hello អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ episode 3នៃតើខ្ញុំជាមនុស្សអាក្រក់ឬទេឬក៏ Am I the asshole ចំណងជើងគេតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលចេញពី group chat របស់មិត្តប្រុសខ្ញុំហើយនិងមិត្តភ័ក្តិរបស់គាត់ដែលសារតែពួកគេបង្អាប់ខ្ញុំរហូតខ្ញុំភេទស្រីអាយុ19ឆ្នាំបានសេពគប់មិត្តប្រុសរបស់ខ្ញុំអាយុ21ឆ្នាំបានប្រហែលជា6ខែហើយប៉ុន្មានសប្តាហ៍មុនគាត់បានបញ្ចូលខ្ញុំទៅក្នុង group chat ជាមួយមិត្តភ័ក្តិរបស់គាត់ព្រោះពួកយើងមានគម្រោងថានឹងដើរលេងជុំគ្នាឆាប់ៗដំបូងអត់អីទេពួកគេស្វាគមន៍ខ្ញុំធម្មតាដល់ហើយអារឿងបង្អាប់ហ្នឹងក៏ចាប់ផ្ដើមកើតឡើងដំបូងចាប់ផ្ដើមពីរឿងតូចទេឧទាហរណ៍ថាគេហៅខ្ញុំថាកញ្ញា influencer នៅពេលដែលខ្ញុំបានផុសរូបបែប selfie អីហើយពេលដែលខ្ញុំនិយាយថាខ្ញុំចូលចិត្តលាបកញ្ចក់និងចូលចិត្តថែខ្លួនរបស់ខ្ញុំគេក៏និយាយថា she's high maintenance ខ្មែរយើងរបៀបថាខ្មែរថារបៀបថាស្រីលំដាប់ខ្ពស់ហើយរបៀបអញ្ចឹងណាហ្នឹងហើយសង្ឃឹមថាខ្ញុំប្រែត្រូវពេលដែលគេនិយាយអញ្ចឹងខ្ញុំព្យាយាមសើចចោលធម្មតាទៅប៉ុន្តែនៅក្នុងចិត្តរបស់ខ្ញុំគឺខ្ញុំអត់សូវសនុកចិត្តទេក្រោយមកទៀតមិត្តរបស់គេម្នាក់ហ្នឹងក៏បាន send meme ពីបារោះជាប់អន្ទាក់ចូលទៅក្នុង group ម្នាក់ក៏និយាយលេងសើចថាឲ្យមិត្តប្រុសរបស់ខ្ញុំថាអាហ្នឹងឯងមែនអ្នកទាំងអស់គ្នាគេ react funny emoji វាថាដាក់រូបសើចអញ្ចឹងណាដល់អញ្ចឹងខ្ញុំមិនដឹងនិយាយថាម៉េចក្រោយមកនៅពេលដែលនៅតែពីអ្នកមិត្តប្រុសរបស់ខ្ញុំក៏ព្យាយាមសុំឲ្យគាត់ជួយនិយាយអីខ្លះទៅព្រោះអារឿងលេងសើចនឹងយូរទៅដូចខ្លាយទៅជាការមិនគោរពយូរទៅកាន់តែយូរទៅប៉ុន្តែគាត់បែរជានិយាយថាកុំយកទៅក្នុងចិត្តគេគ្រាន់តែនិយាយលេងទេដូច្នេះហើយប៉ុន្មានថ្ងៃមុនខ្ញុំក៏បានចេញពី group ហ្នឹងដោយអត់ហ៊ាននិយាយអីទេនិយាយតែគាត់ leave group chat ហ្នឹងណាគឺចេញដោយស្ងាត់ឥឡូវនេះពួកគេទាំងអស់គ្នាបានហៅខ្ញុំថាខ្ញុំជាមនុស្សប្រកាន់ច្រើនមិត្តប្រុសរបស់ខ្ញុំថាខ្ញុំធ្វើឲ្យគាត់ទើសទាល់ជាមួយមិត្តភក្តិរបស់គាត់ប៉ុន្តែឲ្យខ្ញុំធ្វើមិនបើមានអារម្មណ៍ថាអត់ស្នុកចិត្តជាមួយនឹងពួកគេខ្ញុំគ្រាន់តែចង់ថយមួយជំហានចេញអញ្ចឹងតើខ្ញុំជាមនុស្សអាក្រក់ឬទេដែលបានចេញពី group chat ហ្នឹងអូខេអានេះការគិតរបស់ខ្ញុំណាខ្ញុំគិតថាទី1យើងនិយាយពីម្នាក់ប្រុសនឹងសិនសម្រាប់ខ្ញុំគិតថាមនុស្សប្រុសដែលស្រឡាញ់យើងឬមិនស្រឡាញ់យើងគោរពយើងអីហ្នឹងណាយើងមើលទៅមនុស្សជុំវិញខ្លួនគេទៅដឹងហើយបើសិនជាគេស្រឡាញ់យើងពិតគេគោរពឲ្យតម្លៃយើងណាមនុស្សនៅជុំវិញខ្លួនគេហ្នឹងក៏ឲ្យតម្លៃយើងដែរនិយាយទៅគេអត់គេគោរពយើងហ្មងការនិយាយស្ដីគេអីគេគឺគេអត់ហ៊ានចលើសបើដាក់យើងអត់ហ៊ានអីបើទោះជានិយាយលេងក៏និយាយលេងនៅក្នុងរបៀបណាមួយដែលអត់លើសអាហ្នឹងគឺខ្ញុំជឿអញ្ចឹងហ្មងដល់អញ្ចឹងទៅខ្ញុំមានអារម្មណ៍ថាសាច់រឿងនេះគឺខាងប្រុសហ្នឹងគឺគាត់អត់ respect ម្នាក់ស្រីហ្នឹងតាំងពីដើមហើយយើងមិនដឹងថានៅក្រោយខ្នងយើងគេជាមួយមិត្តភក្តិគេនិយាយគ្នាមិនអីមិនបានជាគ្នាគេគេនិយាយនៅក្រៅខ្នងយើងមិនអស់ចិត្តហើយគេមកបង្អាប់យើងនិយាយអញ្ចឹងមុខយើងទៀតខ្ញុំគិតថាគាត់ she's not the asshole គាត់អត់អាក្រក់ទេគាត់ឲ្យតម្លៃខ្លួនឯងអញ្ចឹងណាគាត់យល់ពីតម្លៃខ្លួនឯងគាត់ដឹងថាស្អីដែលគួរទទួលស្អីមិនគួរទទួលហើយខ្ញុំទៅសារគាត់មែនតើហើយបើខ្ញុំជាគាត់ក៏ខ្ញុំនឹងធ្វើអញ្ចឹងដូចគ្នា I don't take disrespect ហើយខ្ញុំគិតថាអ្នកទាំងអស់គ្នាមិនថាស្រីថាប្រុសហើយអត់គួរទទួលយកអាការដែលគេអត់ឲ្យតម្លៃយើងនិយាយលេងបន្លំមែននិយាយលេងសាច់បែបមើលងាយអាហ្នឹងគឺ no it's a no in a relationship ហ្មងខ្ញុំដូចជាមានតែប៉ុណ្្នឹងទេសម្រាប់អេពីសូតនេះបើអ្នកទាំងអស់គ្នាគិតបែបម៉េចចាំជួយ comment ប្រាប់ខ្ញុំនៅក្រោមនឹងផងយើងជួបគ្នានៅអេពីសូតក្រោយ